ជំរាបសួរពុកម៉ែបងប្អូននេះរបៀបបំពងស្លឹកក្រូចបងប្អូននេះស្លឹកក្រូចរបៀបបំពងស្លឹកក្រូចណាក្រូចហ្នឹងលឺអត់បងប្អូនលឺអត់បងប្អូនបងជួយ share ចាត់ផ្ទះម៉ាំងអានេះកន្លែងលក់សាមញ្ញតូចធម្មតារបៀបគ្រួសារអាចចង់ចេះក្លុកចេះអីអាចតាក់តងតាម YouTube តាម page នឹងបាននេះមកគ្រួសារតូចញ៉ាប់លក់បានម្នាក់ឯងលក់បានទេឲ្យតាសាគេបងគាត់លក់ឡើង80ឆ្នាំជាងហើយបងគាត់ឡើងចាញ់ខ្ញុំទៀតគាត់លក់ស្លាប់មន់នឹងធ្វើអាជីពលក់ស្លាប់មន់ហើយ80ឆ្នាំជាងហ្នឹងបងពងនេះទាំង10000ស្អាត10000ដងនេះប្រពន្ធគាត់ក្មេងគាត់ចាស់ហើយខ្ញុំចាស់ជាងគាត់ទៀតគាត់តាមអាយុ80ឆ្នាំឥឡូវ30ឆ្នាំហើយ30ឆ្នាំពូលក់អីនេះមើលហុកមួយឆ្ងាញ់អត់ស្រួយស្ញោកស្រួយទេបងឲ្យស្រួយបងប្អូនពងឲ្យស្រួយទេនឹងយើងដាក់ទៅវាឈ្ងុយជាមួយស្លាប់មន់ជាមួយនេះយើងណាបងប្អូនហូបចេះមើលហូបមើលហូបទៅក្តៅលឹកមាត់ចង់ផងវិញវាងទៅក៏តែមើលតែស្លឹកក្រូចក៏ឆ្ងាញ់ដែរមិនទៅស្លាប់មន់ទៀតនឹងទៅឈ្ងុយវាឈ្ងុយដូចវាមានស្លឹកខ្ទឹមស្លឹកអីសំគ្នាវាឈ្ងុយហ្នឹងស៊ុយស្ញោកហ្នឹងឆ្ងាញ់បងប្អូនឆ្ងាញ់បើឆ្ងាញ់គេស៊ីតែស្លឹកក្រូចបាត់ហើយមិនស៊ីស្លាប់មន់ទេមកខ្ញុំខ្លះទុំទិញមកកូនជន់ច្រើនហើយគឺមកស្លឹកក្រូចទៀតចឹងគេទិញស្លាប់មន់តិចហើយមកស្លឹកក្រូចថែមមែនហ្នឹងហើយអូចង់ចេះធ្វើលក់បើកកូនតូបមួយលក់គ្រូ2នាក់ប្តីប្រពន្ធនេះអាចតាក់ទងមកគាត់នេះបានហើយបងប្អូនគាត់អាចទទួលបង្រៀនធ្វើផ្លូវមន់ស្លាប់មន់ក្លុកអីក្លុកនេះប្រពន្ធគ្រូបរិនទីតាំងនេះរងវងមូលស្វាយធំមកខាងបងវងមូលតិចមកឃើញទីតាំងស្លាប់មន់គាត់បាក់គាត់ហើយនេះខិនរិទ្ធីនេះចូលមកឃើញគាត់ហើយចាំរងថ្ងៃនេះមួយថ្ងៃចិត្ត1លានជាងដែរណាមួយថ្ងៃលក់តិចតូចតាច់មួយថ្ងៃ1លានជាងដែរបងប្អូនអើយមានអីទេធម្មតាមួយថ្ងៃ1លានជាង1លានអីហ្នឹង1លានដងបងប្អូនសាមញ្ញជួលផ្ទះគេនៅខែ100បងប្អូនចាំមើលខ្ញុំបងឲ្យមើលនេះមើលបងគេចាប់ទេពីបងឃើញទេចាំមកបាទហើយតួក្តៅបងប្អូនតួក្តៅដាក់ខ្លាំងមកដាក់ទៅនេះជួយមើលហើយបងប្អូនទឹកពុះខ្លាញ់គ្របវាចឹងមកអូខេបាទអូខេបាទមកដាក់4 5នាទីមកស្រួយស្រួយស្ញោកហើយបងប្អូនជឿអាចសួរបានបើចង់រៀនយ៉ាងខានចង់រៀនចង់តាក់តងចង់អីតាក់តងមកចង់មិនរៀនក៏បានយកគ្រឿងគ្រូម្សៅឬក៏អំបិលក្លុកអីក៏មកបានពេលកាត់បងប្អូនហ្នឹងវល់ខ្លាំងហើយលក់ដាច់តែពេលល្ងាចបើរៀបលុបបានដាច់ខ្លាំងពេលថ្ងៃពួកខ្ញុំមានពេលថតបាទតតនេះថ្ងៃ1លានជាងក៏ទៅបុកប្រើ50000000បុកប្រើផ្លែតគេអត់ពេលថ្ងៃខ្ញុំទៅមាននេះទេក៏រៀបលុបម៉ោងបាយគេម៉ោងផឹកស៊ីគេម៉ោងច្រើនមែនអត់បាទមិនអីទេប៉ុណ្ណឹងអរគុណរៀបលា